មាន fan ជាច្រើនក៏សួរថាចង់ដោះបំណុលឲ្យអស់តើធ្វើបែបម៉េចចាប្រើច្បាប់ស្រូបទាញចាសម្រាប់ខ្ញុំផ្ទាល់គឺចង់ប្រាប់ថាការដោះបំណុលមិនមែនជារឿងងាយស្រួលទេហើយអ្នកណាក៏ចង់ដោះអស់ដែរហើយអ្នកណាក៏មិនសប្បាយចិត្តជាមួយបំណុលដែរតែយើងត្រូវគិតថាមនុស្សកាលណាតែកាន់តែចង់ដោះខ្លាំងចង់ឲ្យផុតពីរួចពីបំណុលខ្លាំងអ្នកនឹងមិនរួចផុតពីបំណុលកត្តាដែលធ្វើឲ្យមនុស្សដោះបំណុលរួចគឺទី1គឺផ្ដោតលើបំណុលខ្លាំងពេកអ្នកដែលផ្ដោតលើបំណុលខ្លាំងគឺបំណុលកាន់តែកើនឡើងហើយអត់មានថ្ងៃដោះចាអញ្ចឹងអ្វីដែលចង់ណែនាំគឺយើងប្រើភាពជាក់ស្ដែងគេហៅថាច្បាប់នៃធម្មតាជាមួយនឹងច្បាប់ស្រូបទាញរួមបញ្ចូលគ្នាទី1អ្នកត្រូវនៅជាមួយបច្ចុប្បន្ននៅជាមួយបច្ចុប្បន្នបែបម៉េចគឺបងប្អូនត្រូវតែគិតដល់របររកស៊ីបងប្អូនត្រូវគិតថានៅពេលដែលយើងរកស៊ីបានណាចាយើងមានលុយដោះបំណុលហើយតែអ្នកខ្លះគាត់នៅតែមានអារម្មណ៍ថាអូយបើសិនជាបំណុលនឹងដោះដាច់លឿននឹងសុបាយចិត្តយ៉ាងណាតែបងប្អូនត្រូវគិតថាអ្វីក៏ដោយវាមិនអាចដូចជប់បានទេអញ្ចឹងបងប្អូនត្រូវមកគិតថាបំណុលនឹងយើងបានយកមករកស៊ីយើងសុបាយចិត្តនៃការពង្រីកអាជីវកម្មអីមួយឬយកមកដោយប្រការណាមួយហើយបងប្អូនត្រូវគិតថាបំណុលចាបើសិនជាយើងចង់ដោះអស់យើងត្រូវប្រើលុយដើម្បីទៅដោះមិនមែនបងប្អូនមកដេកគិតអ្នកខ្លះដេកគិតអូយគិតហើយគិតទៀតយប់ដើរដេកដើរឈរអង្គុយពិបាកចិត្ត stress ការងារគេហៅថាធម៌ពលនៃការ focus គឺផ្ដោតលើបំណុលអត់បានផ្ដោតមើលមុខរបរអញ្ចឹងកាលណាមុខរបរយើងរីកចម្រើនឧទាហរណ៍ថាយើងខ្ចីធនាគារយើងមានលុយបង់មួយខែ1000ឬក៏800បើសិនជាយើងរកស៊ីបានខ្លាំងចំណេញបានច្រើនយើងបង់ហើយយើងសល់លុយយកទៅធ្វើអីផ្សេងទៀតតែបើបងប្អូនអូយនៅ stress តែមុខរបររបស់យើងអត់បានមើលថាយើងត្រូវទៅ update ឬក៏ត្រូវទៅធ្វើអីឲ្យវារីកចម្រើនរូបដាច់ទេអត់ទេអញ្ចឹងគឺចំណុចត្រង់ហ្នឹងខុសមួយបាត់ហើយនៃការຕົករឿងបំណុលគឺអត់អស់បំណុលទេលុះត្រាតែរកចន្លោះរកស៊ីរកចន្លោះបន្ថែមដើម្បីរកស៊ីទី2មកដល់រឿងច្បាប់ស្រូបទាញបងប្អូនត្រូវមនោឃើញថ្ងៃដែលបងប្អូនរីករាយបំផុតនៅពេលដែលបងប្អូនរួចពីបំណុលបងប្អូនមានអារម្មណ៍ថាអូសុបាយចិត្តដូចអារម្មណ៍ហ្នឹងវាកាត់ឡើងរួចរាល់អានេះគឺជាការច្បាប់នៃការស្រូបទាញដែលយើងត្រូវប្រើផ្លូវចិត្តដើម្បីជួយបន្ថែមអញ្ចឹងឲ្យយើងតនេប្រើអារម្មណ៍សុបាយទៀតណាមិនមែនតែដាក់សម្ពាធថាអូខ្ញុំត្រូវទៅអស់បំណុលទៅអស់បំណុលអត់អីអត់បខំទេគឺលក្ខណៈថាឲ្យយើងដកដង្ហើមឲ្យមានអារម្មណ៍ថាស្រាលខ្លួនដូចពេលនេះយើងអត់មានបំណុលអីទាំងអស់យើងសុបាយយើងស្រួលខ្លួនយើងแบบរួចផុតពីបំណុលហើយអញ្ចឹងអានឹងទៅអាចបងប្អូនដោះរួចតែបើបងប្អូនប្រើអារម្មណ៍ចង់វាស្រូបទាញរឿងរ៉ាវកាន់តែច្រើនវាស្រូបទាញចំណាយកាន់តែច្រើនអញ្ចឹងបងប្អូនត្រូវចាំថាពីចំណុចហ្នឹងបើបងប្អូនធ្វើបានគឺធូរស្រាលកុំគិតដល់អនាគតខ្លាំងពេកកុំគិតដល់អតីតខ្លាំងពេកស្ដាយក្រោយរឿងខ្ចីលុយគេឬក៏គេបោកប្រាស់ប្រការណាមួយគឺគិតនៅបច្ចុប្បន្នថាយើងសុបាយចិត្តនៃការរកស៊ីគិតអីល្អមនោនិយាយតែរឿងល្អហើយកុំសូវនិយាយដល់ពាក្យថាបំណុលច្រើនពេកព្រោះកាន់តែនិយាយខ្លាំងវាកាន់តែហៅចូលមកក្នុងជីវិតរបស់យើងកាន់តែខ្លាំងអញ្ចឹងបងប្អូនសាកតិចងាយប៉ុណ្ណឹងសិនទេចានេះខ្ញុំសូមមកចែកប៉ុណ្ណឹងលើកក្រោយបើចង់ដឹងពីកន្លឹះអីទៀតបងប្អូនអាច comment ក្រោមវីដេអូនឹងក្រោមបានចា